វិធីធ្វើបង្អែមប្រតិជាកម្មដាំទឹកឲ្យពុះចាក់គ្រឿង3មុខមានល្បាយក្របឈូកនិងផ្កាថ្មបន្តមកទៀតដាក់ផ្សិតសរសៃមាសជាមួយនឹងមៀនក្រៀមទុក3នាទីចាក់គ្រឿងគ្រប់មុខដូចជាពត្រាក្រហមព្រិលឈូកប្រតិជាកម្មជាប់ប៉េះពត្រាក្រហមជាមួយនឹងស្ករក្រាមចូលទុកឲ្យពុះបន្តមកទៀតយើងដាក់ជាមួយនឹងក្របគូជីពត្រាចំណិតបូកជាមួយនឹងក្របឆាប៉ុណ្ណឹងរួចជាការស្រេចចុងក្រោយដាក់អំបិល1ចឹបនិងស្ករ1ស្លាបព្រាបាយដើម្បីបង្កើតរសជាតិសម្រាប់បងប្អូនដែលចូលចិត្តរសជាតិបែបផ្អែមអំបិលដាក់ឲ្យផ្អែមមុតមានរសជាតិឆ្ងាញ់ប៉ុណ្ណឹងរួចជាការស្រេច